nghiệp số nhom mua in lý hạ chia sẻ chùm non tí đọcในศาลา chùm nínศิลปะ โซน rút ấy nhom diễn này animation ឆ្នាំទី 2 ដែលជាឆ្នាំចុងក្រោយហើយឥឡូវខ្ញុំកំពុងធ្វើគម្រោងបញ្ចប់ឆ្នាំរបស់ខ្ញុំហើយឥឡូវនេះខ្ញុំកំពុងរៀបចំការងារមួយចំនួនដើម្បីដាក់ slide ដើម្បីបង្ហាញទៅគណៈកម្មការដែលគាត់មកវិតម្លៃដាក់បន្ទុកការងាររបស់យើងនៅថ្ងៃសុក្រខាងមុខនេះចំពោះអារម្មណ៍យើងរំភើបភ័យតិចៗដែរប៉ុន្តែយើងក៏រៀងរីករាយដែរអាស្រ័យយើងបាននឹងបង្ហាញការងារដែលយើងខិតខំធ្វើរយៈពេល5 ខែកន្លងទៅនេះដើម្បីបង្ហាញទៅដល់គណៈកម្មការដើម្បីគាត់វិតម្លៃមកយើងអ្នកគ្នានឹងជួបគ្នាមួយខ្ញុំម្ដងទៀតនៅថ្ងៃស្អែកព្រឹកនេះខ្ញុំបានបង្ហាញការងាររបស់ខ្ញុំទៅគណៈកម្មការហើយក៏ទទួលបាន feedback មួយចំនួនដែលគាត់ជួយស្ថាបនាមកយើងហើយក៏ទទួលបាន feedback ល្អៗច្រើនពីគណៈកម្មការដែរបងចំពោះគម្រោងបញ្ចប់ឆ្នាំរបស់ខ្ញុំធ្វើតាក់ទងនឹងរឿងប្រពៃណីខ្មែរមួយដែលមានចំណងជើងថារឿងប្រែតដូនតារឿងហ្នឹងយើងផ្សារភ្ជាប់ទៅនឹងប្រពៃណីជំនឿទំនៀមទម្លាប់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយគឺការបោះបាយបិណ្ឌហើយអត្ថន័យសំខាន់គឺយើងចង់រំលឹកទៅដល់កូនចៅជំនាន់ក្រោយដែលជាទៅបំពេញកាតព្វកិច្ចចំពោះដូនតាជាពិសេសថ្ងៃប្រជុំបិណ្ឌយើងទៅធ្វើម៉េចបំពេញកាតព្វកិច្ចជូនដូនតារបស់យើងគម្រោងទាំងមូលដែលខ្ញុំធ្វើរឿងនេះរយៈពេល5 ខែបងចំពោះផលវិបាកនៅក្នុងការធ្វើគម្រោងមួយនេះតកតមួយការសលេងតួមួយចំនួនខ្ញុំត្រូវចុះទៅ record ផ្ទាល់ជាក់ស្ដែងសលេងតួនៅក្នុងរឿងនេះខ្ញុំទៅ record ផ្ទាល់នៅវត្តនៅស្រុករបស់ខ្ញុំនៅខេត្តពោធិ៍សាត់ហើយបន្ទាប់ពីបង្ហាញការងារទៅគណៈកម្មការខ្ញុំជឿជាក់លើខ្លួនឯងដោយសារតើគណៈកម្មការគាត់បានរៀង feedback មកយើងល្អច្រើនដែរបងជួបគ្នានៅថ្ងៃស្អែកនៅថ្ងៃដែលខ្ញុំទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្ងៃនេះមានអារម្មណ៍រីករាយមែនទែនបងដោយសារយើងបានជោគជ័យជាមួយការសិក្សារបស់យើងហ្នឹងបងហើយថ្ងៃនេះខ្ញុំទទួលបានសញ្ញាបត្រទេបងប្រហែលជាចប់ពីនេះខ្ញុំអាចនឹងទៅបន្តការងារនៅភ្នំពេញបងទាំងអស់គ្នាបើស្រឡាញ់ជំនាញគំនូរជីវចលអ្នកគ្នាអាចមករៀននៅសាលាហ្វាពលិសិល្បៈបានដែលជាសាលាជំនាញមួយរំដាលដែលយើងទទួលបានជំនាញពិតប្រាកដថ្ងៃនេះអរគុណទៅម៉ាក់ខ្លាំងមែនទែនដែលគាត់បានផ្ដល់ឲ្យយើងទំនុកបំរុងការសិក្សារបស់យើងរហូតដល់ជោគជ័យថ្ងៃនេះបងមានអារម្មណ៍ថាសប្បាយរំភើបត្រេកអរដែលកូនបានបញ្ចប់ការសិក្សា